បាទជំរាបសួរបងប្អូនបាទសម្រាប់បងប្អូនដែលមានតម្រូវការចង់ប្រើប្រាស់ជាមួយនឹងប្រភេទម៉ាស៊ីនកិនស្រូវបាទបងប្អូនបាទប្រភេទម៉ាស៊ីនកិនស្រូវនេះបងប្អូនអាចកិនបានទាំងស្រូវកិនបានទាំងក្រពោតកិនបានទាំងកន្ទុកបងប្អូនណាបាទបងប្អូនអាចងាកមកមើលអង្គចេញជា2ច្រកបងប្អូនបាទតែសម្រាប់ប្រភេទម៉ាស៊ីនហ្នឹងគឺចេញជា2ច្រក3ច្រកជាមួយនឹងចុងអង្គបាទច្រកទី1គឺអង្គក្របពេញច្រកទី2គឺ3កំណាត់បងប្អូនណាបាទហើយម៉ាស៊ីននឹងដែរគឺយើងអាចកិនបានចន្លោះទៅ200គីឡូក្នុង1ម៉ោងណាបងប្អូនណាបាទហើយខាងនេះបងប្អូនងាកមកមើលខាងនេះបងប្អូនឃើញហើយកន្លែងហ្នឹងគឺជាកញ្ច្រែងរែងការស្មៅរែងគ្រួសរែងថ្មសដីផ្សេងបងប្អូនបាទងាកទៅខាងក្រោមគឺផ្លូវចេញជាមួយនឹងកន្ទុកបងប្អូនបាទហើយម៉ាស៊ីនហ្នឹងបងប្អូនរែងបានលឿនមែនតើបានល្អបានស្អាតមែនតើណាបងប្អូនណាបាទនេះអង្គបងប្អូនក៏ចេញមកគឺសស្គូបតែម្ដងណាបងប្អូនណាបាទហើយបងប្អូនអាចងាកមកកន្លែងសិតគឺជាកន្លែងមួយដែលរូបរាងស្អាតណាស់បងប្អូនកន្លែងហ្នឹងចេញធលីចេញការស្មៅផ្សេងទៀតបងប្អូនបាទហើយងាកមកមើលខាងក្រោមបងប្អូនមើលខាងក្រោមគឺមានជាមួយនឹង disjunction ហើយជាមួយនឹងកាឡូភ្លើងហើយបន្តមកទៀតបាទបងប្អូនអាចងាកមកមើលតៅខាងក្រោយបងប្អូនតៅខាងក្រោយនេះបងប្អូនអាចដាក់កិនបានទាំងក្រពោតបាទកិនបានទាំងបន្លែខ្យងក្តាមបាទដល់បងប្អូនដែលចិញ្ចឹមមាន់ខាងលើគឺយើងប្រហូរស្រូវចូលក្បាលម៉ាស៊ីនណាបងប្អូនបាទប្រភេទម៉ាស៊ីននេះគឺស្អាតកិនបានល្អកិនបានលឿនបងប្អូនក៏ចេញច្រើនបាទសម្រាប់បងប្អូនដែលមានតម្រូវការបងប្អូនអាចទាក់ទងមកបានបាទសម្រាប់លេខទូរស័ព្ទនៅលើវីដេអូផ្ទាល់បងប្អូនបាទអរគុណច្រើនបាយបាយ